សត្វគោរំវែងនិងខ្ជូតបំផុតនៅក្នុងពិភពលោកខេឡូយរំវែងឬ Highland Cow គឺជាអំបូរសត្វគោខ្ជូតបំផុតនៅក្នុងពិភពលោកដែលមានដើមកំណើតដំបូងបង្អស់នៅក្នុងប្រទេស Scotland ប៉ែកខាងលិចជម្រាបសួរនិងសួស្តីដល់ប្រិយមិត្តដែលកំពុងតាមដានស្ដាប់និងទស្សនាលើកនេះនាងខ្ញុំនឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់មកស្គាល់កាន់តែច្បាស់អំពីសត្វគោដ៏ខ្ជូតផុតលេខមួយនេះ1ជាអំបូរគោដែលមានកំណត់ត្រាប្រវត្តិដំបូងគេបង្អស់មិនមែនគ្រប់សត្វទាំងអស់សុទ្ធតែមានលក្ខណៈពិសេសផ្ទាល់ខ្លួននិងគ្រប់លក្ខណៈសម្បត្តិអាចស្នើសុំកត់ត្រាចូលនៅក្នុងសៀវភៅ Herdbook ឡើយប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺគ្រប់អំបូរសត្វគោក្របីទាំងអស់សត្វគោ Highland Cow ត្រូវបានស្នើសុំកត់ត្រាចូលនៅក្នុងកំណត់ត្រាពិសេសនៃសត្វលំដាប់ពិភពលោកនេះនៅក្នុងឆ្នាំ1884និងបានយល់ព្រមបោះពុម្ពឲ្យនៅមួយឆ្នាំបន្ទាប់ជាចំណាប់អារម្មណ៍ដ៏ខ្ពង់ខ្ពស់បំផុតក្នុងឆ្នាំ1954ម្ចាស់ក្សត្រី Elizabeth ទី 2 របស់ចក្រភពអង់គ្លេសបានពំនាំយកកំណត់ត្រានោះយកទៅរក្សាទុកនៅភូមិគ្រឹះនៃត្រកូលរាជវង្សអង់គ្លេសរបស់ទ្រង់ដែលមានឈ្មោះថា Balmoral Castle ដែលមានទីតាំងនៅក្នុងប្រទេស Scotland រហូតដល់សព្វថ្ងៃ2អំបូរខ្លួនតូចគឺពណ៌ខ្មៅឯពួកខ្លួនធំមានពណ៌ច្រើនតើពុកម៉ែបងប្អូនដឹងទេសត្វគោអំបូរនេះចែកចេញជាពីរប្រភេទធំៗគឺ Killoy ដែលជាទូទៅមានមាឌតូចនិងរោមខ្មៅក្រឹបចិញ្ចឹមភាគច្រើននៅកោះ Hebrides ឬកោះប៉ែកខាងលិចនៃប្រទេស Scotland និងពួកមាឌធំដីគោក Kellas ដែលជាធម្មតាមានពណ៌ក្រហមក្រមៅលឿងនិងពណ៌ប្រាក់ស្រាលមានស្នែងវែងៗហើយអំណាចខ្លាំងសត្វគោ Highland ក៏មានរោមពិសេសជាងគេដែរគឺរោមរបស់វាវែងៗហើយរួញខ្លាំងរហូតដល់2ជាន់ទាំងអស់នេះគឺជាអំណោយពីធម្មជាតិដែលផ្ដល់ឲ្យវាអាចទ្រាំទ្រទៅនឹងអាកាសធាតុអាក្រក់ៗនៅក្នុងតំបន់ដូចជាពេលវេលាដែលខ្យល់បក់ខ្លាំងៗនិងរដូវភ្លៀងធ្លាក់ជោគជាំខ្លាំងប្រចាំឆ្នាំទៀតផងអ្វីដែលកាន់តែធ្វើឲ្យមានលក្ខណៈប្លែកពិសេសដាច់ដោយឡែកគឺកូបាពេញកម្លាំងមួយក្បាលអាចមានទម្ងន់រហូតដល់800គីឡូក្រាមនៅក្នុងកម្ពស់ចន្លោះពី106ទៅ120សង់ទីម៉ែត្រស្របពេលដែលគោញីពេញក្រមុំគឺមានទម្ងន់អាចដល់500គីឡូក្រាមហើយកម្ពស់វិញគឺចន្លោះ90ទៅ106សង់ទីម៉ែត្រឯណោះ3ប្រទេសយក្សធំៗ5ដណ្ដើមគ្នាទិញសត្វគោដែលមានរោមវែងៗដ៏ស្រស់ស្អាតទាំងនេះគឺចាប់ផ្ដើមតាក់ទាញចិត្តស្រឡាញ់ពីបណ្ដាអ្នកមូលធនកម្រិតខ្ពស់ពីប្រទេសផ្សេងៗជាច្រើនទាំងតូចទាំងធំចាប់តាំងពីដើមសតវត្ស1800មកម្លេះហើយរហូតដល់ឆ្នាំ2022ចំនួនសរុបអំបូរ Highland បានលោតឡើងដល់ជាង 40000 ក្បាលឯណោះទូទាំងពិភពលោកតាមស្ថិតិដែលបានផ្ដល់ឲ្យដោយប្រទេសធំៗចំនួន5គឺអូស្ត្រាលីនៅឆ្នាំ1954បាននាំចូលទៅប្រទេសរបស់ខ្លួនដំបូងបង្អស់តែ3ក្បាលប៉ុណ្ណោះគឺញី2ក្បាលនិងបា1ក្បាលហើយចំនួនរបស់ពួកវាក៏ចាប់ផ្ដើមបង្កើតជាកូនជាចៅនៅក្នុងចំនួនច្រើនមកដល់សព្វថ្ងៃក្រៅពីនោះគឺមានដូចជាប្រទេសកាណាដា ដាណឺម៉ាក សហរដ្ឋអាមេរិកនិងប្រទេសដែលហាក់ដូចជាមានចំនួនច្រើនលើសគេលើសឯងគឺហ្វាំងឡង់ដែលមានរហូតដល់13000ក្បាលឯណោះនៅក្នុងឆ្នាំ2016 4មានអរិយាប័ត្ររស់នៅប្លែកគេក្រោយការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញរយៈពេល4ឆ្នាំគេបានកត់សម្គាល់ឃើញថាការរស់នៅជីវងរបស់ពួកវាគឺមានភាពវៃឆ្លាតអាចបែងចែកអំណាចនិងឋានៈរស់នៅជាក្រុមបានយ៉ាងច្បាស់អាចរស់នៅមានអំណាចឲ្យសមាជិកក្រុមគ្រប់គឺអាស្រ័យទៅលើវ័យនិងភេទរបស់វា Highland ចាស់គឺធ្វើឲ្យពួកស្ទៀវនិងកូនគោខ្លាចរអាគោឈ្មោលខ្លាចគោញីហើយពួកកូនតូចហាក់ខ្លាចពួកស្ទៀវរហូតដល់វាមានអាយុ2ឆ្នាំលក្ខណៈរស់រាយរបស់ពួកវាវិញគឺងាយចំណាំណាស់តាមរយៈការប្រឡែងជល់គ្នាលេងស្រែកបូលរកគ្នាលិតមុខលិតមាត់គ្នាជាដើមបើនិយាយអំពីរដូវបង្កកំណើតរបស់ពួកវាវិញគឺចន្លោះខែឧសភានិងខែមិថុនាហើយញីពេញវ័យដែលអាចបង្កើតកូនបានគឺចាប់ផ្ដើមពីចន្លោះអាយុ2ទៅ3ឆ្នាំអ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតគឺវាអាចមានអាយុរហូតដល់20ឆ្នាំឯណោះ5សត្វគោមេគឺកាចខ្លាំងពេលកូនខ្ចីក្រៅពីភាពតាក់ទាញល្បីល្បាញដោយសារតែរោមក្រាស់ហើយស្អាតរបស់វាពួកវាសាំងមិនងាយផ្អើលនោះទេប៉ុន្តែសម្រាប់គោញីដែលទើបតែបង្កើតកូនខ្ចីវិញហាក់ពិបាកចូលចិត្តណាស់ជាធម្មជាតិសត្វគោ Highland ពើពោះរយៈពេល9ខែកន្លះដែលជារឿយៗកូនតែមួយកម្រភ្លោះពី3ណាស់អ្វីដែលមិនគួរឲ្យបារម្ភគឺវាចូលចិត្តបង្កើតកូននៅវាលដោយមិនចាំបាច់មានម្ចាស់ជួយសម្រួលឡើយក្រោយកើតបានភ្លាមមេរបស់វាតែងតែលិតសម្អាតរំអិលជាប់ខ្លួនរបស់កូនរួចក៏បង្រៀនឲ្យកូនក្រោកឈរដើម្បីបានបើទឹកដោះដំបូងរបស់វាឲ្យបានឆាប់ហើយពិតជាអស្ចារ្យណាស់ក្រោយកើតនិងក្រោយបើទឹកដោះម្ដាយរបស់វាបានត្រឹមតែ30
ទៅ60នាទីប៉ុណ្ណោះគឺវាអាចចាប់ផ្ដើមដើរត្រេតត្រោតតិចៗបានហើយក្នុងកំឡុងពេលកើតថ្មីមេរបស់វាហាក់ការពារកូនវាខ្លាំងណាស់គឺគ្រប់ពេលតែងតែនៅជិតកូនមិនឃ្លាតសំបីតែមួយជំហានណាឡើយហើយមិនថាតែសត្វដទៃដែលចង់យាយីកូនរបស់វានោះទេសំបីតែមនុស្សដែលជាម្ចាស់របស់វាក៏គ្មានផ្លូវចូលចិត្តពួកវាជាដាច់ខាត 6. គេមិនចិញ្ចឹមវាយកសាច់ឬទឹកដោះនោះទេទោះបីជារូបរាងធំល្អប៉ុន្តែសាច់របស់វាគឺមិនសូវឆ្ងាញ់និងសម្បូរជាតិខ្លាញ់ដូចអំបូរដទៃឡើយវាហាក់ស្គមហើយដោយសារតែរោមដ៏សែនក្រាស់ខ្មឹករបស់វាគ្របដណ្ដប់ខ្លាំងពេកនិងក៏ជាហេតុផលដែលភាគច្រើនគេចិញ្ចឹមវាសម្រាប់តែលម្អនិងលក់បន្តឲ្យអ្នកស្រឡាញ់សត្វចិញ្ចឹមតែប៉ុណ្ណោះ